ជនជាតិចិនដែលសរសេរព័ត៌មានមិនពិតពីវ៉ាក់សាំង COVID-19 ត្រូវបានបណ្តេញចេញពីកម្ពុជានិងហាមឃាត់ចូលកម្ពុជាជាថ្មីនាំមកជូនលោកអ្នកដោយក្រុមហ៊ុន ELP ទិញលក់អចលនទ្រព្យគ្រប់ប្រភេទទំនាក់ទំនងលេខទូរស័ព្ទ089-692មានលក់ដុំនិងលក់រាយចង្គៀងស្តុបរថយន្ត Toyota ព្រុសគ្រប់ស៊េរីទំនាក់ទំនងលេខទូរស័ព្ទ087 55 99 84និង088 661 7480សម្ដេចស ខេងឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រាប់បណ្ដេញឈ្មោះអង្គគង្គាភេទប្រុសជនជាតិចិនសញ្ជាតិចិនអាយុ52ឆ្នាំកាន់លិខិតឆ្លងដែនលេខ E99812704 ចេញពីព្រះរាជាណាចក្រកម្ពុជាពាក់ព័ន្ធបទល្មើសប្រព្រឹត្តនៅព្រះរាជាណាចក្រកម្ពុជាទៅប្រទេសកំណើតវិញនិងហាមឃាត់ចូលព្រះរាជាណាចក្រកម្ពុជាជាថ្មីក្នុងលិខិតដដែលបន្តថាអគ្គនាយកដ្ឋានអន្តរប្រវេសន៍មានភារកិច្ចបណ្ដេញជនបរទេសចេញពីព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេល7ថ្ងៃយ៉ាងយូរគិតចាប់ពីថ្ងៃចេញប្រកាសនេះក្នុងនោះដែរឯកឧត្តមខៀវកញ្ញរិទ្ធរដ្ឋមន្ត្រីក្រសួងព័ត៌មាននៅថ្ងៃទី25ខែកុម្ភៈឆ្នាំ2021នេះសម្រាប់លុបអាជ្ញាប័ណ្ណសារព័ត៌មានអង្គរ Today របស់លោកអង្គគង្គាក្រោយការផ្សព្វផ្សាយព័ត៌មានបំពោសង្គមថាកម្ពុជាលក់វ៉ាក់សាំងការពារ COVID-19 របស់ចិនក្នុងតម្លៃ$120សូមបញ្ជាក់ថាពាក់ព័ន្ធដល់ការបណ្ដេញជនបរទេសនេះចេញពីកម្ពុជាបន្ទាប់ពីជនរកនេះបានសរសេរព័ត៌មាននៅលើស្ថាប័នអង្គរ Today បានលើកឡើងថាមានអ្នកអានរបស់ខ្លួនបានផ្ដល់ព័ត៌មានឲ្យខ្លួនថានៅរសៀលថ្ងៃនេះពួកគេបានទទួលសារខ្លីនិយាយថាបើហ៊ានចេញថ្លៃសេវា$120នឹងទទួលបានការចាក់វ៉ាក់សាំង COVID-19 សារខ្លីនោះបានបង្ហាញទៀតថាថ្មីត្បិតការណាត់ចាក់វ៉ាក់សាំងមុននេះគឺមិនត្រូវកាត់ថ្លៃប៉ុន្តែម្នាក់ៗត្រូវបង់ប្រាក់ចំនួន$120ថ្លៃសេវាតម្លៃនេះរួមទាំងសេវាថ្លៃដឹកជញ្ជូនទៅវិញទៅមកផងដែរហើយកំណត់ត្រឹម1000នាក់ប៉ុណ្ណោះបើឆ្លើយតប reply សារនេះគឺអាចណាត់ចាក់វ៉ាក់សាំងបានហើយ